ចាសួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំជ្រក់ស្លឹកត្រចៀកជ្រូកណាបងប្អូនសម្រាប់នាងខ្ញុំវិញគឺថានាងខ្ញុំចូលចិត្តញ៉ាំមែនទែនសម្រាប់មុខម្ហូបមួយមុខនេះហើយប្រសិនបើបានមានបន្លែត្រណប់ដូចជាសក់សាឡាត់បន្ថែមទៀតគឺថារឹតតែឆ្ងាញ់ជាងនេះទៀតណាបងប្អូនសម្រាប់ថ្ងៃនេះដែរនាងខ្ញុំនឹងប្រាប់ពីវិធីធ្វើជ្រក់ស្លឹកត្រចៀកជ្រូកនេះដើម្បីឲ្យរឹតតែឆ្ងាញ់ណាបងប្អូនចាប៉ុន្តែមុននឹងនាងខ្ញុំបង្ហាញជូននាងខ្ញុំចង់ឲ្យបងប្អូនជួយ follow page ហើយនឹងជួយ share វីដេអូនេះឲ្យបានច្រើនផងដែរចាជំហានដំបូងមុននឹងយើងធ្វើជ្រក់ស្លឹកត្រចៀកជ្រូកយើងត្រូវយកស្លឹកត្រចៀកជ្រូករបស់យើងយកទៅលាងសម្អាតសិនចាប៉ុន្តែកន្លែងនេះខ្ញុំសុំទោសបងប្អូនដោយសារតែខ្ញុំអត់បានថតឲ្យបងប្អូនមើលទេកន្លែងដែលខ្ញុំលាងហើយបន្ទាប់មកយើងខ្ញុំលាងស្លឹកត្រចៀកជ្រូកបានស្អាតហើយយើងខ្ញុំយកមកស្ងោរណាបងប្អូននេះចំណែកម្ខាងនេះគឺជាគ្រឿងផ្សំរបស់យើងមិនសូវជាច្រើនប៉ុន្មានទេមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយនឹងម្ទេសហើយស្ករប៊ីចេងទឹកត្រីអីណាបងប្អូនហើយចំណែកដល់ឥឡូវនេះគឺថាដល់វគ្គនេះខ្ញុំយកគល់ស្លឹកគ្រៃប្រហែលចំនួន3គល់យកមកហាន់ជាចំណិតតូចៗជាល្អិតស្ញេះបែបនេះណាបងប្អូននេះឥឡូវគឺហាន់យកបែបនេះណាចាឥឡូវគឺថាខ្ញុំហាន់យកនេះគ្រាន់តែជាគ្រឿងផ្សំបន្ថែមឲ្យកាន់តែឆ្ងាញ់ណាបងប្អូនឥឡូវខ្ញុំហាន់ហើយខ្ញុំបានយកវាទុកមួយកដុបសិនហើយបន្ទាប់មកទៀតនាងខ្ញុំក៏បានយកខ្ទឹមក្រហមយកមកហាន់ជាចំណិតតូចដូចគ្នាចានាងខ្ញុំប្រើខ្ទឹមក្រហមប្រហែលជា3កំពឹសបងប្អូនប្រហែលជា3កំពឹសនឹងឯងព្រោះអីស្លឹកត្រចៀកជ្រូករបស់នាងខ្ញុំក៏វារាងច្រើនដែរចានេះឥឡូវនាងខ្ញុំគឺកំពុងហាន់ដើម្បីឲ្យវាល្អិតចាហើយបន្ទាប់មកទៀតនាងខ្ញុំក៏បានយកស្លឹកក្រូចសើចនេះក៏យកមកហាន់ជាសរសៃទូចដូចគ្នាបងប្អូនដើម្បីឲ្យយើងយកទៅដាក់ជាមួយនឹងស្លឹកត្រចៀកជ្រូករបស់យើងវាឲ្យកាន់តែឆ្ងាញ់ណាបងប្អូនទាំងអស់គ្នាចានេះឥឡូវខ្ញុំហាន់ជាសរសៃតូចបែបនេះហើយបន្ទាប់ពីហាន់គ្រឿងទុកមកកដុបរួចហើយឥឡូវនាងខ្ញុំចាប់ផ្ដើមដំខ្ទឹមសណាបងប្អូនដើម្បីយកទៅធ្វើគេហៅថាទឹកសូសរបស់វាទឹកជ្រលក់ចាហើយបន្ទាប់មកទៀតនាងខ្ញុំក៏បានយកម្ទេសស្រស់របស់យើងគឺថានាងខ្ញុំជ្រើសរើសយកពណ៌ក្រហមបែបនេះណាបងប្អូនដើម្បីឲ្យថាទឹកជ្រលក់របស់យើងនឹងមើលទៅវាមានគេហៅថាសោភ័ណភាពបងប្អូនចាបន្ទាប់មកទៀតចាបងប្អូនកុំភ្លេចក្រូចឆ្មាចានាងខ្ញុំភ្លេចសុំទោសហ៎បងប្អូនមិញណាខ្ញុំភ្លេចក្រូចឆ្មាចានាងខ្ញុំប្រើក្រូចឆ្មាប្រហែលជា5ផ្លែណាបងប្អូនចាដើម្បីឲ្យដូចថាស្លឹកចេកជូកខ្ញុំវាច្រើនទៅខ្ញុំត្រូវការធ្វើទឹកសុសឲ្យវារាងច្រើនបន្តិចណាបងប្អូនចាបន្ទាប់មកទៀតនាងខ្ញុំបានយកម្ទេសស្រស់របស់យើងនេះថាម្ទេសស្រស់ហើយនឹងខ្ទឹមដែលខ្ញុំបានដំហើយនេះខ្ញុំយកមកដាក់ហើយឡែកនេះណាបងប្អូនសម្រាប់ខ្ញុំគឺថាខ្ញុំយកលាយជាមួយនឹងស្ករប៊ីចេងតែម្ដងព្រោះឲ្យខ្ញុំត្រូវការបុកកំសត់ឲ្យវាខ្ទាតម្ទេសណាបងប្អូននេះអានេះខ្ញុំបានដាក់ស្ករចូលប្រហែលជា4ស្លាបព្រាបាយស្កររបស់ខ្ញុំត្រូវការច្រើនដើម្បីឲ្យវាសម្រាប់បើនិយាយទៅសម្រាប់មុខម្ហូបមួយមុខនេះគឺថាវាមានរសជាតិដិតណាបងប្អូនដិតគឺថាជូរហឹរផ្អែមប្រៃអញ្ចឹងបើមិនដិតទេវាអត់ឆ្ងាញ់ទេចាឥឡូវនេះនាងខ្ញុំក៏បានបុកវាហើយគឺថាបុកឲ្យវាម៉ត់សិនណាបងប្អូនចាបន្ទាប់ពីបុកបានម៉ត់ហើយនាងខ្ញុំក៏បានយកវាទុកមកកដុបសិនចាយកដួសដាក់ចានទុកមកកដុបសិនគឺថាបែបនេះហ៎បងប្អូនគឺបាត់បែបនេះចាហើយបន្ទាប់មកទៀតនាងខ្ញុំក៏បានបន្ថែមជាមួយនឹងក្រូចឆ្មាដែលខ្ញុំបានចិតទុកមិញឆែចំនួន5ផ្លែហ្នឹងដើម្បីច្បាច់ចូលនេះចាហើយកន្លែងនេះផងដែរសម្រាប់បងប្អូនណាដែលគាត់មានទឹកគេហៅថាទឹកខ្មេះណាបងប្អូនអាចយកមកប្រើបានតែសម្រាប់ខ្ញុំអត់មានទៅខ្ញុំក៏បានជ្រើសរើសយកក្រូចឆ្មាហើយបន្ទាប់មកទៀតបងប្អូនអាចថែមជាមួយនឹងទឹកត្រីសម្រាប់ខ្ញុំយកប្រហែលជា7ស្លាបព្រាបាយព្រោះនាងខ្ញុំត្រូវការទឹកសូសនេះឲ្យវារាងច្រើនណាបងប្អូនចាខ្ញុំដាក់ចំនួន7ស្លាបព្រាបាយបន្ទាប់មកទៀតគឺថាយើងកូរវាឲ្យវាចូលជាតិជាមួយគ្នាបែបនេះណាបងប្អូននេះចាឃើញពណ៌ឯងបងប្អូនចាហ
ហើយបន្ទាប់មកទៀតស្លឹកត្រចៀកជ្រូករបស់យើងក៏បានឆ្អិនល្មមផងដែរហើយឥឡូវគឺថានេះចាស្លឹកត្រចៀកជ្រូករបស់ខ្ញុំគឺខ្ញុំប្រើតែ3ស្លឹកត្រចៀកទេហើយបន្ទាប់ពីស្ងោរឆ្អិនរួចរាល់ហើយឥឡូវគឺថាដល់វគ្គយើងយកមកហាន់ណាបងប្អូននេះកន្លែងនេះខ្ញុំហាន់បែបនេះខ្ញុំហាន់ជាសរសៃរបៀបច្រវាមូលបែបនេះហ่าបងប្អូនចាប៉ុន្តែដោយសារតែឥឡូវនេះវាក្តៅខ្លាំងពេកទៅនាងខ្ញុំក៏បានយកតាគៀបយកមកចាប់វាច្រត់ចឹងទៅឥឡូវនេះវាក្តៅខ្លាំងដោយសារតែយើងទៅមិនស្រង់ចេញពីភ្លើងហុយណាបងប្អូនចាសម្រាប់ម្ហូបមួយមុខនេះដែរណាបងប្អូនប៉ះសិនបើថាយើងមានកម្មវិធីជួបជុំបងប្អូនទៀតមានរបស់តិចរឹតតែពិសេសណាបងប្អូនចាវារឹតតែឆ្ងាញ់វារឹតតែអែមសេមតែហ្មងចាហើយបន្ទាប់ពីហាន់ហើយណាបងប្អូននេះខ្ញុំក៏បានយកគ្រឿងដែលនាងខ្ញុំផ្សំទុករួចហើយគឺថាយកមកលាយចូលគ្នាតែម្ដងណាបងប្អូនចាហើយនេះទឹកស៊ុសរបស់យើងក៏បានស្រូបចូលផងដែរចាហើយបន្ទាប់មកទៀតបងប្អូនយើងយកមកច្បល់វាឲ្យសព្វចូលគ្នាប្រហែលជា1នាទី2នាទីក៏បានដែរបងប្អូនដើម្បីឲ្យវាចូលជាតិជាមួយនឹងស្លឹកត្រចៀកជ្រូករបស់យើងនេះណាចានេះចាបន្ទាប់ពីនេះមកនេះម្ហូបរបស់យើងគឺបានមកមុខហើយជ្រក់ស្លឹកត្រចៀកជ្រូកណាបងប្អូនទាំងអស់គ្នាចាឥឡូវគឺថាដល់វគ្គយើងត្រូវភ្លក់មើលហើយចានេះថាអេមមែនតេនបងប្អូនចាឥឡូវគឺថាដល់វគ្គខ្ញុំភ្លក់ហើយចាជាចុងក្រោយនេះនាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូតាំងពីដើមរហូតដល់ចប់ហើយមានតែពាក្យជូនពរឲ្យបងប្អូនរស់ស៊ីទទួលទានមានបានទៅណាក៏ជួបតំណឹងល្អហើយកុំភ្លេចមួយទៀតណាបងប្អូនកុំភ្លេចជួយ follow page ហើយនឹងជួយ share វីដេអូរបស់នាងខ្ញុំផងហើយបើសិនបើនាងខ្ញុំបញ្ចូលសលេងទៅមានកន្លែងណាខុសឆ្គងអីសូមបងប្អូនអធិស្ឋានផងដែរណាចាអរគុណបងប្អូនទុកជាមុន